ជំងឺច្រាលទឹកអាស៊ីតក្រពះនាពេលបច្ចុប្បន្ននេះយើងឧស្សាហ៍ជួបច្រើនជំងឺនេះមានមូលហេតុនិងកត្តាប្រឈមដែលយើងឧស្សាហ៍ជួបដូចជាអ្នកដែលពិសាបារីពិសាស្រាឬក៏តាក់ទងសម្ពាធនៅក្នុងពោះនឹងឡើងខ្លាំងដូចជាករណីអ្នកមានធាត់លើសទម្ងន់ស្ត្រីមានផ្ទៃពោះអ្នកដែលពិសាថ្នាំដូចជាថ្នាំមួយចំនួនថ្នាំសម្រាប់អាឡែហ្ស៊ីថ្នាំរើសឈាមថ្នាំសម្រាប់រងាប់អារម្មណ៍ជាដើមនិងមូលហេតុមួយទៀតគឺបណ្ដាលមកពីរុនប្រហោងនៅសាច់ដុំសន្ទះទ្រូងដែលវារីកធំខុសធម្មតាគេហៅថា hiatus ដែល diaphragmatic ហ្នឹងដែលវាធំពេកធ្វើឲ្យផ្នែកខាងលើនៃកក្រពះនិងផ្នែកកកក្រពះហ្នឹងវាលូនចូលទៅក្នុងទ្រូងរោគសញ្ញាដែលគេឧស្សាហ៍ជួបគឺបណ្ដាលមកពីជាតិអាស៊ីតដែលធម្មតានៅក្នុងក្រពះវាមិនឡើងទៅលើបំពង់អាហារគេហៅអឺសូហ្វានោះទេនៅពេលដែលជាតិអាស៊ីតនោះឡើងទៅខាងលើបំពង់អាហារហ្នឹងគឺបណ្ដាលឲ្យមានការរលាកគេហៅថាអឺសូហ្វាហ្ស៊ីតឬក៏ពេលខ្លះការរលាកនឹងរ៉ាំរ៉ៃបណ្ដាលឲ្យសាច់នៅតំបន់បំពង់អាហារនោះឡើងក្រាស់ក្រិនខ្ជិបត្បៀតគេហៅ stenos វាចង្អៀតស្ដែងចេញជាអាការៈពិបាកលេបអាហារ dysphagia ពេលដែលរលាកនោះគឺធ្វើឲ្យមានអាការៈឈឺចុកចាប់ធ្វើឲ្យពិបាកលេបអាហារនិងនៅពេលខ្លះបំរែបំរួលនៃកោសិកាដែលនៅកកក្រពះឬក៏បំពង់អាហារទៅជាមានកោសិកានៅផ្នែកខ្លះនៃពោះវៀនធ្វើឲ្យក្លាយជាបារ៉ែតអឺសូហ្វាដែលងាយប្រឈមទៅនឹងការវិវត្តទៅជាមហារីករោគសញ្ញាដែលអាចជួបមានការឈឺចុកចាប់មានការពិបាកកិនអាហារមានការច្រាលនៅអាហារគេហៅភើឬក៏មានផលវិបាកនៃផ្លូវដង្ហើមចេញសញ្ញាក្អកហឺតឬក៏ឈឺបំពង់កសំឡេងស្អកជាដើមរោគសញ្ញាទាំងអស់នេះធ្វើឲ្យយើងច្រឡំជាមួយនឹងការរលាកផ្លូវដង្ហើមធម្មតាឬក៏ការរលាកបំពង់កជាដើមការធ្វើរោគវិនិច្ឆ័យគឺគេអាចធ្វើការសង់ឆ្លុះក្រពះគេអាចធ្វើ pH metry ឬការពិនិត្យជាមួយនឹងគ្រូពេទ្យជំនាញឯកទេសការព្យាបាលគឺចាប់ផ្ដើមពីការបដូរទម្លាប់នៃការរស់នៅរបបអាហារការប្រើប្រាស់ថ្នាំនិងឈានរហូតដល់ការវះកាត់ហ្វ្រង់ដូភ្លីកាទៀជាដើម